វិលមកកាន់វីដេអូថ្មីទៀតដែរបងប្អូនទាំងអស់គ្នាបាទនេះគឺជាបរិសុទ្ធ2នាក់ដែលតនេខ្លាំងមែនទែនបាទគាត់ព្យាយាមទិញត្រីដែលមានតម្លៃថ្លៃបោះចូលនៅក្នុងចលងថ្មមួយនៅក្នុងថ្មប្រប្រាស់ទឹកនៅមាត់សមុទ្រណាបាទបន្ទាប់មកស្អែកឡើងគាត់ចាប់ផ្ដើមបូមទឹកចេញតោះចង់ដឹងថាគាត់ទទួលបានកំណប់អ្វីខ្លះបន្ទាប់ពីគាត់ចំណាយលុយដល់ច្រាស់សន្ធឹកសន្ធាប់បាទជាដំបូងនេះគាត់បានត្រីមួយក្បាលហើយបងប្អូនទាំងអស់គ្នាបាទអូពិតជាធំខ្លាំងមែនទែនហើយបាទហើយសម្រាប់អ្នកដែលចូលចិត្តបូមត្រីបាទបូមស្រះបាទខ្មែរយើងមានសមុទ្រទេសមុទ្រយើងមិនសូវមានច្រើនអញ្ចឹងយើងមានតែតាពាំងមានតែបឹងមានតែបួមានតែស្រះអីចឹងទៅបងប្អូនទាំងគ្នាបាទអូឥឡូវនេះគាត់បាន2ទៀតហើយសម្រាប់អ្នកដែលចូលចិត្តវិញគឺបាទបូមម្ដងណាដែលសារតែខែនេះគឺជាខែវស្សាគឺពិបាកហើយក៏ប៉ុន្តែនៅពេលដែលខែប្រាំងចូលមកដល់គឺពួកគាត់សប្បាយរីករាយខ្លាំងមែនទែនក្នុងការបូមចាក់ត្រីបាទសម្រាប់អ្នកដែលចូលចិត្តចាប់ត្រីប្រឡូកផុកអូមិនធម្មតានោះទេបងប្អូនទាំងគ្នាបាទមកវីដេអូយើងវិញបាទគាត់ចាប់ផ្ដើមប្រមូលផលដែលគាត់បានទន្ទឹងរង់ចាំរយៈពេល24ម៉ោងមកហើយបាទឥឡូវនេះគាត់ចាប់បានត្រីមួយទៀតហើយបាទត្រីតកែនេះគឺទំហំធំដែរបងប្អូនទាំងគ្នាបាទឥឡូវបន្តទៀតយើងអត់មើលថាមានអ្វីបន្តទៀតអាយ៉ានេះមឹកកូនមឹកទូចញាប់ហ្នឹងអូខេឥឡូវក៏មានតម្លៃដែរបាទសម្រាប់ពួកគាត់នេះគឺជាការកំសាន្តផងជាការធ្វើវីដេអូដើម្បីរកលុយផងបាទអ្នកទាំងអស់គ្នាចូលចិត្តវីដេអូបែបហ្នឹងគឺត្រូវខ្លាំងមែនទែនបាទឥឡូវនេះទទួលបានក្តាមទៀតហើយក្តាមថ្មនេះគឺជាក្តាមថ្មធំដែរបាទឥឡូវនេះមកសទូក្រោយមកពេញបាត់ហើយអាយ៉ាបានអាទូចញាក់នេះបងដឹងយកទៅអីទេបោះចោលវិញបាត់ហើយឥឡូវនេះបានផ្កាយសមុទ្រមួយទៀតបងប្អូនទាំងគ្នាផ្កាយសមុទ្រនេះគឺអាចញ៉ាំបានក៏តែពិបាកញ៉ាំតិចបាទមិនសូវមានសាច់ទេណាបាទឥឡូវនេះគឺក្នុងកលៀតថ្មស្អីគេអូធំមកបងប្អូនទាំងគ្នាបាទជាប្រភេទអន្ទង់បាទអូអត់បានទេណាអន្ទង់ខំនេះចុកជួយម៉ែនេះបាទមានអន្ទង់នេះចាប់ស្រួលបួបើមិនចាប់ស្រួលទេគឺវាខំបងប្អូនទាំងគ្នាហើយរបស់នៅក្នុងសមុទ្រវាភាគច្រើនវាមានពឹសហើយពឹសរបស់វាខ្លះធ្វើឲ្យយើងស្លាប់ក៏ខ្លះក៏ធ្វើឲ្យយើងជុកចាប់ចឹងទៅបងប្អូនទាំងគ្នាបាទឥឡូវបានទងទី2បងប្អូនទាំងគ្នាអូយធំណាស់បានទងនេះគឺខាងចិននេះគឺចូលចិត្តខ្លាំងមែនទែនហើយបងប្អូនទាំងគ្នាបាទអាយ៉ាធំរបស់គេដែរបាទចាប់មិនជាប់ទេបងប្អូនទាំងគ្នាបាទអូលវិចពេញថ្មតែម្ដងបាទតតាអញ្ចឹងបានជាប់បាទឥឡូវនេះបានទងមួយទៀតហើយបាទឥឡូវនេះបានត្រីបាទទូចមិនដឹងថាវិនិយោគត្រីនោះត្រីដាវបងប្អូនទាំងគ្នាប៉ុណ្ណានៃបាទកាប់ជា2ជា3បោះចោលនៅក្នុងដងថ្មហ្នឹងណាបាទសង្ឃឹមថាចាស់អានេះត្រីថ្មបងប្អូនទាំងគ្នាបាទត្រីថ្មនេះគឺមុតចុកខ្លាំងមែនទែនសម្រាប់អ្នកដែលចាញ់នេះគឺអាចស្លាប់ស្រុកស្ដឹងក៏ថាបានដែរបាទឬក៏អាចពិការជើងក៏មានដែរបាទដោយសារតែពឹសរបស់ត្រីថ្មហ្នឹងណាបាទឥឡូវនៅក្នុងទឹកកលៀតថ្មនេះគឺមានស្អីគេទៀតបងប្អូនទាំងគ្នាទងមកក្បាលទៀតអើយបាទអូអែមមែនទែនបាទគឺធំខ្លាំងមែនទែនឥឡូវនេះទងនេះគឺទំហំធំដែរគាត់អញើដែរបងប្អូនទាំងគ្នាបាទហើយដុំថ្មនេះវាធំពេកបាទឥឡូវបានមឹកដោយសារតែថ្មនេះធំគាត់កំពុងតែរកវិធីសាស្ត្រណាដើម្បីលើកថ្មនេះចេញដើម្បីអាចយកត្រីនៅក្រោមនឹងបានដោយសារតែមាននៅក្រោមនឹងវាមានច្រើនដែរបាទ